េត្តព្រះសីហនុត្រៀមខ្លួនទទួលស្វាគមន៍នាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុនលើកទី50នៅព្រឹកថ្ងៃទី22ខែមេសាឆ្នាំ2026លោកជំទាវជ្រោយសុជាតិអគ្គនាយកនៃអគ្គនាយកដ្ឋានយុវជននៃក្រសួងអប់រំយុវជននិងកីឡាបានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំការទទួលនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុនដែលក្រុងនឹងចូលចតនៅកម្ពុជាក្នុងត្រីមាសទី1ឆ្នាំ2027នៅក្នុងកិច្ចប្រជុំនោះលោកសមុទ្រសុធិរិទ្ធអភិបាលរងខេត្តព្រះសីហនុបានបញ្ជាក់ថារដ្ឋបាលខេត្តបានត្រៀមកម្លាំងចម្រុះនិងមន្ទីរជំនាញពាក់ព័ន្ធរួចរាល់ដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់និងការរៀបចំបរិស្ថានឲ្យបានល្អបំផុតការងារនេះមិនត្រឹមតែដើម្បីស្វាគមន៍នាវាប៉ុណ្ណោះទេប៉ុន្តែគឺជាឱកាសដ៏សំខាន់ក្នុងការបង្ហាញពីភាពរីកចម្រើនសក្តានុពលសេដ្ឋកិច្ចនិងបដិសណ្ឋារកិច្ចដ៏កក់ក្ដៅរបស់កម្ពុជាទៅកាន់ពិភពលោកជំទាវជ្រោយសុជាតិបានគូបញ្ជាក់ថាកម្មវិធីនេះមានគោលបំណងចម្បងក្នុងការបង្កើតឱកាសឲ្យយុវជនក្នុងតំបន់បានស្វែងយល់ពីគ្នាទៅវិញទៅមកផ្លាស់ប្តូរបទពិសោធន៍និងសិក្សាអំពីភាពខុសគ្នានៃទំនៀមទម្លាប់ដើម្បីកសាងសុខសន្តិភាពនិងពង្រឹងកិច្ចសហប្រតិបត្តិការយូរអង្វែងតាមរយៈដំណើរទស្សនកិច្ចនេះកម្ពុជានឹងបង្ហាញជូនពិភពលោកនៅសមិទ្ធផលនៃការអភិវឌ្ឍនិងទំនាក់ទំនងដ៏ល្អប្រសើររបស់យុវជនខ្មែរក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលសូមជម្រាបថានេះគឺជាលើកទី3ហើយដែលកម្ពុជាទទួលស្វាគមន៍នាវានេះបន្ទាប់ពីឆ្នាំ2014និងឆ្នាំ2017ដែលមានយុវជនប្រមាណ300នាក់មកពីបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ទាំង10និងប្រទេសជប៉ុន។